សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់រឿងកញ្ញា introvert ជួបជាមួយកំឡុង extrovert ទៀតហើយភាគ3ដែលភាគបន្តនេះដល់ចាប់ផ្ដើមដំបូងនៃភាគហ្នឹងគឺឃើញថាអូតាហ្នឹងកំឡុងពេលដែលចូលរៀនហ្នឹងគេអត់ចូលចិត្តទៅដល់នឹងការរៀនហ្នឹងទេហើយក៏បានសម្លឹងមើលមុខកញ្ញា introvert របស់យើងរហូតដល់ពេលនោះដែរគេក៏បានផ្ញើសារអ្វីមួយមកកាន់កញ្ញា introvert របស់យើងហើយដល់ពេលដែលកញ្ញា introvert របស់យើងមើលហើយហ្នឹងនាងក៏មិនយកចិត្តទុកដាក់នោះឡើយគឺនាងបែរទៅស្ដាប់លោកគ្រូបញ្យលមេរៀនអីចឹងដល់ពេលនោះដែរធ្វើឲ្យអូតាហ្នឹងគេពិតជាខ្លាំងមែនទែនហើយគេក៏បានរកកំណត់ថានឹងធ្វើអ្វីមួយដើម្បីឲ្យកញ្ញា introvert របស់យើងនឹងភ្ញាក់ផ្អើលជួនពេលនោះដែរលោកគ្រូក៏បានឃើញថាអូតាហ្នឹងគឺមិនបានយកចិត្តទុកដាក់នឹងការរៀនហ្នឹងទេហើយគាត់ហ្នឹងក៏បានស្ដីឲ្យអូតាបែអូតាហ្នឹងលោកគ្រូស្ដីឲ្យប៉ុណ្ណឹងហើយក៏អត់ចប់នឹងតែគេក៏បានផ្ញើរូប sticker ប្លែកៗទៅកាន់កញ្ញា introvert របស់យើងទៀតដល់ពេលដែរកញ្ញា introvert របស់យើងមើលហើយគឺធ្វើឲ្យនាងក៏ភ្ញាក់ផ្អើលផងដែរប៉ុន្តែគឺនាងមិនបានបញ្ចេញការកិរិយាអ្វីនោះឡើយស្រាប់ពេលនោះដែរគឺស្រាប់តែមានក្តារមួយចូលមកកាន់អូតាហើយដល់ពេលអូតាគេបើកហ្នឹងគឺឃើញថាគឺជាតាពូឈីដែលនាងគឺពិតជាខ្លាំងមែនទែនព្រោះថានាងឃើញអូតាហ្នឹងគឺតែងតែរនរឿងទៅកាន់កញ្ញា introvert របស់យើងមិនឈប់នោះឡើយហើយអូតាហ្នឹងគេក៏បានអាសេក្តារមួយឲ្យគប់ទៅកាន់តាពូឈីវិញដល់ពេលតាពូឈីអានហើយហ្នឹងគឺធ្វើឲ្យគេពិតជាខ្លាំងតាពូឈីហ្នឹងនាងច្រណែនជាមួយនឹងអូតាដែលអូតាហ្នឹងគេបាន ID តាក់ទងជាមួយនឹងកញ្ញា introvert របស់យើងអញ្ចឹងងាកមកចាប់អារម្មណ៍ជាមួយនឹងកញ្ញា introvert របស់យើងវិញនាងក៏បានផ្ញើសារទៅកាន់អូតាថាអូតាហ្នឹងពេលណាដែលផ្ដល់ចម្លើយឲ្យនាងដែលអូតាគេមើលហើយគេពិតឆ្ងល់ខ្លាំងថាចម្លើយអីទៅហើយដល់ពេលនោះដែរអូតាគេក៏បាននឹកឃើញថាកាលពីមុនហ្នឹងគឺកញ្ញា introvert របស់យើងហ្នឹងគឺនាងធ្លាប់សារភាពទៅកាន់គេដែលធ្វើឲ្យគេនឹកឃើញហើយគឺធ្វើឲ្យគេពិតជាខ្មាស់ខ្លាំងហើយបន្ទាប់មកហ្នឹងសាច់រឿងក៏បានកាក់ឃើញជាមួយនឹងលោកគ្រូគឺគាត់មានឈ្មោះថាអូនីហ្វារ៉ាដាហើយថ្ងៃនេះលោកគ្រូមានអារម្មណ៍ថាសប្បាយចិត្តនោះទេព្រោះថារយៈពេល2-3ខែហើយដែលគាត់បរៀនប៉ុន្តែមើលទៅសិស្សគ្រប់គ្នាហ្នឹងគឺហាក់ដូចជាអត់ពេញចិត្តក្នុងការបរៀនរបស់គាត់សោះហើយគាត់ក៏បានគិតថាឬមួយក៏ទឹកមុខរបស់គាត់ហ្នឹងកាយខ្លាំងពេកដែលធ្វើឲ្យសិស្សគ្រប់គ្នាខ្លាចគាត់អីចឹងរបស់គាត់ហ្នឹងគឺចង់ឲ្យសិស្សគ្រប់គ្នាចូលរួមហើយនឹងសប្បាយរីករាយនៅក្នុងការរៀនមួយវិញទៀតលោកគ្រូក៏បានចាប់អារម្មណ៍ឃើញថាសិស្សដែលខុសប្លែកពីគេខ្លាំងហ្នឹងគឺមាន2នាក់គឺអូតាជាមួយនឹងកញ្ញា introvert របស់យើងហ្នឹងឯងព្រោះអីអូតាគឺតែងតែធ្វើអ្វីប្លែកៗនៅក្នុងថ្នាក់អញ្ចឹងហើយគាត់តែងតែចាប់កំហុសហើយនឹងស្ដីឲ្យគេហើយដល់ពេលដែលគាត់ស្ដីឲ្យអូតាហ្នឹងគឺឃើញថាសិស្សគ្រប់គ្នាគឺហាក់ដូចជាសប្បាយរីករាយហើយនឹងស្ដីទៅកាន់អូតាផងដែរនេះជាមូលហេតុដែលតែងតែធ្វើឲ្យគាត់ហ្នឹងគឺចាប់អារម្មណ៍ទៅកាន់អូតាផងដែរព្រោះនៅពេលដែលគាត់ធ្វើបែបនេះទៅធ្វើឲ្យសិស្សគ្រប់គ្នារីករាយអីចឹងដល់ចង់មកហ្នឹងគាត់ក៏បានសំទោសទៅកាន់អូតាផងដែរព្រោះថាគាត់ហ្នឹងគឺតែងតែចាប់កំហុសទៅកាន់គេរហូតបន្ទាប់មកហ្នឹងក៏បានឃើញតាពូឈីនាងក៏បានដើរទៅនិយាយជាមួយនឹងអូតាដោយនាងបានប្រាប់ថាគឺនាងឃើញអូតាហ្នឹងគឺមិនឈប់រករឿងទៅកាន់ទូរស័ព្ទរបស់យើងសោះអញ្ចឹងហើយគឺនាងមាន challenge មួយបើសិនជាអូតាហ្នឹងចាញ់នាងគឺអូតាត្រូវតែនៅឲ្យឆ្ងាយពីកញ្ញា introvert របស់យើងហើយតាគេលឺហើយហ្នឹងគេក៏បានយកព្រមលេងដោយគឺ challenge របស់គេហ្នឹងក្នុងរយៈពេល1ថ្ងៃហ្នឹងប្រសិនបើពីណាគេដែលមានប្រតិកម្មមុនគេហ្នឹងជាអ្នកចាញ់អញ្ចឹងហើយគឺត្រូវតែនៅឲ្យឆ្ងាយពីកញ្ញា introvert របស់យើងហើយបន្ទាប់មកក៏ដល់ម៉ោងចូលរៀនហើយកំឡុងពេលដែលចូលរៀនហ្នឹងគឺថាអូតាជាមួយតាពូជីហ្នឹងម្នាក់អត់មានមាត់ហ្នឹងទេព្រោះថាដល់ពេលដែលគេមាត់ឬក៏មានប្រតិកម្មអ្វីហ្នឹងជាអ្នកចាញ់អញ្ចឹងហើយគឺថាធ្វើឲ្យពីរអ្នកហ្នឹងគឺស្ងាត់ជ្រាបសម្បីតែលោកគ្រូហ្នឹងក៏ឆ្ងល់ផងដែរព្រោះថារត់ដល់តាគឺតែងតែលោឡានៅក្នុងថ្នាក់តើមកហ្នឹងលោកគ្រូក៏បានប្រាប់ថាបន្តិចទៀតហ្នឹងគឺដល់ពេលដែលត្រូវយកលទ្ធផលនៃការធ្វើតែប្រឡងហើយអញ្ចឹងហើយគឺតាពូជីហ្នឹងក៏បានគិតថាអូតាហ្នឹងច្បាស់ជាចាញ់នាងជាមិនខាននោះទេព្រោះថារត់ដល់តាគឺតែងតែទទួលបានបន្ទុកទៀតអញ្ចឹងគេតែងតែតវ៉ាទៅកាន់លោកគ្រូអីចឹងដល់ពេលនោះដែរតាពូជីគឺនាងបានបន្ទុក95បន្ទុកចំណែកអូតាហ្នឹងគឺបានតែ1បន្ទុកហ្នឹងទេតែពេលនោះដែរអូតាគឺគ្មានប្រតិកម្មអ្វីសោះទៅកាន់លោកគ្រូដែលធ្វើឲ្យតាពូជីក៏នាងពិតឆ្ងល់ខ្លាំងនោះដែរអូតាហ្នឹងគេក៏បានប្រាប់ថាមិនដែរតាពូជីនាងគឺថាខ្ញុំមានប្រតិកម្មជាមួយនឹងបន្ទុករបស់ខ្ញុំមិនមែនព្រោះថាការដែលបានបន្ទុកទៀតហ្នឹងគឺគ្មានអ្វីដែលចម្លែកសម្រាប់គេនោះទេព្រោះរៀនរាល់ខែហ្នឹងគេបានបន្ទុកទៀតអញ្ចឹងតែរហូតហ្នឹងធ្វើឲ្យតាពូជីហ្នឹងគឺនាងពិតជាគៀងតែម្ដងហើយដោយការប្រកួតជុំទី1ឃើញថាមិនទាន់មានអ្នកណាគេឈ្នះនោះទេអញ្ចឹងហើយអូតាហ្នឹងគេក៏បានប្រទិញនំក្រក់ជប៉ុនយកមកញ៉ាំដោយលក្ខខណ្ឌរបស់គេហ្នឹងគឺត្រូវញ៉ាំនំក្រក់ហ្នឹងទាំងក្តៅតែម្ដងប្រសិនបើពីណាគេញ៉ាំទៅចង់ឬមួយក៏បញ្ចេញនៅប្រតិកម្មអ្វីនោះនឹងត្រូវចាញ់ហើយពេលដែលពួកគេទាំងពីរអ្នកហ្នឹងញ៉ាំទៅឃើញថាវាពិតជាក្តៅខ្លាំងប៉ុន្តែម្នាក់ហ្នឹងគឺខំតុកខ្លាំងមែនទែនហើយនិយាយពីមុខវិញគឺថាខំអស់ហើយបន្ទាប់មកហ្នឹងគឺថាកញ្ញាហ្វាដារបស់យើងដែលជាទូស័យយើងក៏បាននិយាយថាប្រសិនបើតាពូជីកាន់សក់ទៅច្បាស់ជាស្អាតខ្លាំងគឺជូតគួរឲ្យស្រឡាញ់អីចឹងហើយនៅពេលនោះដែរមិត្តភ័ក្តិរបស់ទូប្រុសទាំងពីរអ្នកហ្នឹងក៏បានប្រាប់ថាពិតមែនហើយអីចឹងតែធ្វើឲ្យតាពូជីហ្នឹងគឺនាងពិតជាខ្វះខ្លាំងដែលនាងទ្រាំមិនបានហ្នឹងក៏បានរត់ចេញទៅក្រៅបានទីបំផុតហ្នឹងគឺធ្វើឲ្យកំឡោះអូតារបស់យើងហ្នឹងគឺពិតជាសប្បាយចិត្តខ្លាំងព្រោះថានៅទីបំផុតហ្នឹងគឺគេបានយកឈ្នះជាមួយនឹងកញ្ញាតាពូជីរបស់យើងហើយចំណែកឯទូស័យរបស់យើងវិញនាងក៏បាននិយាយទៅកាន់អូតាថានាងគឺពិតជាចំណេញទៅកាន់អូតាខ្លាំងព្រោះថាអូតាហ្នឹងគឺតែងតែធ្វើអ្វីមួយដែលធ្វើឲ្យអ្នកជុំវិញខ្លួនតែងតែសប្បាយរីករាយអីចឹងហើយនៅពេលនោះដែរអូតាគេស្ដាប់ទៅហាក់ដូចជាអត់យល់សោះហើយភ្លាមនោះដែរកញ្ញាហ្វាដារបស់យើងហ្នឹងគេនិយាយរួចហ្នឹងក៏បានរត់ទៅបាត់ព្រោះនាងអៀនហើយបន្ទាប់មកហ្នឹងធ្វើឲ្យអូតាគេពិតជាឆ្ងល់ខ្លាំងប៉ុន្តែមើលទៅជារបស់គេហ្នឹងឡើងខំអស់ហើយព្រោះគេក៏អៀនផងដែរបន្ទាប់មកហ្នឹងសាច់រឿងក៏បានកាក់យើងឃើញនៅថ្ងៃថ្មីហើយថ្ងៃនេះ
ដែរពួកគេក៏បានសម្អាតថ្នាក់អីចឹងណាហើយនៅពេលនោះដែរអូតាហ្នឹងគេចាប់អារម្មណ៍ឃើញថាអត់ឃើញជាមួយនឹងកញ្ញាហ្វាដារបស់យើងនោះឡើយហើយមិត្តភក្តិរបស់គេហ្នឹងក៏បានប្រាប់ថាពិតមែនហើយគឺកញ្ញាហ្វាដាហ្នឹងគឺនាងនៅក្នុងកន្លែងទុកអីវ៉ាន់នៅពេលដែលអូតាគេលឺហើយហ្នឹងគេក៏បានដើរទៅយ៉ាងលឿនព្រោះថាគេគឺមានកម្រងធ្វើបាបនាងទៀតហើយនៅពេលដែលគេទៅដល់ហ្នឹងគេក៏បានបើកទ្វារទៅឃើញថាមានពីណាហ្នឹងទេហើយគេក៏បានដើរចូលទៅក្នុងនៅពេលដើរទៅគឺស្រាប់តែឃើញកញ្ញាហ្វាដារបស់យើងហ្នឹងនាងកំពុងតែរកអ្វីមួយហើយអូតាហ្នឹងគេក៏បានសួរថាតើនាងកំពុងតែរកអ្វីហើយកញ្ញាហ្វាដារបស់យើងនាងក៏បានប្រាប់ថាគឺនាងបានឃើញជាមួយសត្វអីមួយតូចៗអីចឹងណាហើយពេលនោះដែរអូតាហ្នឹងគេក៏បានប្រាប់ថាវាជាសត្វកណ្ដុរទេដឹងហើយនៅពេលនោះដែរអូតាហ្នឹងគេក៏បានជួយរកនាងផងដែរហើយនៅពេលនោះដែរលោកគ្រូកៃឡាគាត់ក៏បានដើរទៅមើលឃ្លាំងអីវ៉ាន់នៅពេលដែលគាត់បើកទ្វារមើលទៅអត់ឃើញមានពីណាគេហ្នឹងទេហើយគាត់បំរុងនឹងគប់សោអីចឹងណាហើយនៅពេលនោះដែរមិត្តភក្តិរបស់អូតាហ្នឹងក៏បានដើរមកប្រាប់ថាលោកគ្រូគឺអូតាជាមួយនឹងហ្វាដាគឺនាងនៅខាងក្នុងហ្នឹងហើយលោកគ្រូហ្នឹងគាត់បានប្រាប់ថាអត់ទេគឺគាត់បានបើកទ្វារមើលអត់ឃើញពីណាគេហ្នឹងទេហើយពួកគេទាំងពីរនាក់ហ្នឹងក៏បានគិតថាអញ្ចឹងអូតាជាមួយនឹងហ្វាដាប្រហែលជាពួកគេហ្នឹងចាញ់ទៅទៀតបាត់ហើយលោកគ្រូគាត់ក៏បានគប់សោទ្វារតែម្ដងណែអូតាជាមួយនឹងហ្វាដាហ្នឹងក៏បានដឹងថាមានសម្លេងដូចគប់សោទ្វារអីចឹងណាហើយអូតាហ្នឹងគេក៏បានរត់ទៅដែលធ្វើឲ្យគេហ្នឹងគឺពិតជាស្លន់ស្លោខ្លាំងណាស់អូតាហ្នឹងក៏បានស្រែកហៅគេផងដែរប៉ុន្តែគ្មានពីណាគេលឺនោះទេព្រោះថាគេបានចេញទៅផ្ទះអស់ហើយអូតាហ្នឹងគេភ័យខ្លាំងណាស់គេបានរកគ្រប់វិធីសាស្ត្រអីចឹងពេលនោះដែរគេក៏បានសម្លឹងទៅឃើញបង្អួចដែលគេហ្នឹងគិតថានឹងបំបែកបង្អួចហ្នឹងណាប៉ុន្តែមើលទៅវាតូចខ្លាំងណាស់អញ្ចឹងគេអត់អាចចេញទៅបានហ្នឹងទេហើយដល់ពេលនោះដែរគេក៏បានថាឲ្យទៅកាន់ហ្វាដារបស់យើងហើយដើម្បីបានជានាងអត់ភ័យសោះអញ្ចឹងប៉ុន្តែទូស្រីរបស់យើងក៏នាងភ័យផងដែរប៉ុន្តែគឺនាងជាមនុស្សដែលអត់សូវចេះបញ្ចេញអីចឹងហើយដល់ពេលដែលស្ដាយឲ្យហ្វាដាហ្នឹងគឺស្រាប់តែអូតាហ្នឹងគេក៏បានកោពោះគ្រួយគេហ្នឹងក៏បានគិតថាហ្វាដារបស់យើងគឺសើចគេទេតែដល់មកហ្នឹងទូស្រីរបស់យើងក៏បានបង្ហាញស្ករគ្រាប់ទៅកាន់អូតាហើយពួកគេក៏បានចែកគ្នាញ៉ាំអីចឹងហើយរកគ្រប់ធីសាដឹងថាចាញ់ដល់ផ្លូវណារួយអីចឹងណាពួកគេក៏បានអង្គុយនៅស្ងៀមហើយដល់ពេលនោះដែរស្រាប់តែហ្វាដាយើងហ្នឹងក៏បានតោកចាប់ដៃរបស់អូតាដោយនាងបានប្រាប់ថាឲ្យអូតាមើលតាទីនោះព្រោះមើលតាទីនោះក៏ដូចជាខ្មោចមួយអញ្ចឹងហើយអូតាហ្នឹងគេបានប្រាប់ថាអត់ទេវាមិនមែនជាខ្មោចនោះទេវាគឺជាយីងចាក់អីចឹងណាហើយនៅពេលនោះដែរអូតាហ្នឹងគេក៏បាននឹកឃើញថាគេមានគំនិតថ្មីមួយតែពួកស្រីយើងទៀតហើយយ៉ាប់មកបែកហ្នឹងគឺនៅក្នុងស្ថានភាពបែបហ្នឹងហើយនៅតែនឹកឃើញគំនិតធ្វើបាបគេទៀតយ៉ាប់មកបែកអូតាហ្នឹងនៅពេលនោះដែរគេក៏បានយកភួយហ្នឹងមកគ្របខ្លួនរបស់គេហើយគេក៏បានបន្លាយទៅកាន់ហ្វាដារបស់យើងហើយស្រាប់ពេលនោះដែរគឺចៃដន្យលោកគ្រូក៏បានបើកទ្វារបន្ទប់ហ្នឹងមើលហើយដល់ពេលបើកទៅគឺស្រាប់តែឃើញអូតាហ្នឹងសង្គ្រប់ទៅលើហ្វាដាទៅវិញដែលធ្វើឲ្យលោកគ្រូបានស្ដាយអស់ហើយព្រោះថាលេងអញ្ចឹងអត់កើតនឹងទេតែបាក់ដឹងបាក់អ្វីហើយអូតារបស់យើងហ្នឹងគេក៏បានព្យាយាមបកស្រាយផងដែរថាវាអត់ដូចអ្វីដែលលោកគ្រូឃើញហ្នឹងទេគឺកលែងធ្វើខ្មោចអីចឹងណាគឺគេជាខ្មោចដើម្បីបន្លាចទៅកាន់បញ្ញាហ្វាដារបស់យើងហើយសាច់រឿងរបស់យើងក៏សូមឆ្លៀតតែប៉ុណ្្នឹងសិនណាសូមរំចាំទស្សនាជាមួយនឹងកូនជួនកំអអ៊ីនីមេនៅពេលក្រោយទៀតណាកូនច្រើនបាយបាយ